រឿងចកកាលពីព្រេងនាយមានចកត្រោះធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពើសបង្កងក្តាមជាច្រើនណាស់ចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថៃយ៉ងនេះអញមានលៀបធំណាស់ជាលៀបចំឡោកជាងសពថៃយ៉ងឯកំពើសមានប្រាជ្ញាលើចកថាដូចចេះនេះហើយក៏និយាយលួងលោមចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងប្រឡាក់ភក់ដូច្នេះមិនធ្ងន់ពិសាទេចកធ្លើយថាធ្វើដូចមេឃនឹងឆ្ងាញ់ពិសាកំពើសថាត្រូវបងចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីទៅឆ្ងាញ់ពិសាចកថាធ្វើដូចមេឃនឹងយកទៅលាងទឹកបានបើច្រើនដល់មេឡាកំពើសថាបងចកកុំព្រួយចិត្តខ្ញុំធានាគិតបងឯងបានស្រួលប៉ុណ្ណេះត្រូវបងឯងតាមខ្ញុំចកឆ្លើយថាបងឯងធ្វើដូចមេឃក៏ខ្ញុំតាមទាំងអស់កំពើសថាបើដូចជានេះចូលបងឯងចុះមកដេកនាក្នុងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងបងនាំយើងទៅរកស្ទឹងបឹងបួរឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះឯចកជាសត្វល្មប់ហើយល្ងងក៏ធ្វើតាមពាក្យកំពើសនឹងត្រេកបួលគ្នាតោងរោមចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចកដើរចុះទៅក្នុងទឹកអស់ត្រីនិងកំពើសលោតទៅក្នុងទឹកបឹងប្រាប់ថាបងចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆាអត់តែម្ដងយើងនៅចាំបងនៅទីនេះចកក៏ទៅជញ្ជូនត្រីនិងកំពើសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីក្តាមខ្ចងដឹងថាចកជញ្ជូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់ឯចកដឹងថាកំពើសសពឆតដូចឈ្នះខឹងណាស់ដើរទៅបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងអស់បួកនាមកបាច់ទឹកបឹងនោះឲ្យរីងនិងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ចកបានឲ្យពស់ថ្លាន់ធ្វើទំនប់ទឹកអស់សត្វឯទៀតក៏បួលគ្នាបាច់សត្វក្នុងបឹងដឹងថាចកបួលគ្នាបាច់ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់បើដូចជានេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកអស់យើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងនាវទៅលុះដល់ត្រូវថៃគីរំសកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់នាវដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើឲ្យខ្ញុំអញ្ជើញបងសុភាទៅបិទឮទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុកគេបើអ្នកឯណាកើតទុកបងតែងទៅជួយដោះទុកគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងជ្រូកពស់ធំពស់តូចទាំងសត្វហាគឺកុកគ្រាវចង្គ្រាវខ្យងទុំទោមកែអុកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធីស៊ីជីចំណីឲ្យអស់ពីក្នុងបឹងនេះគេឲ្យពស់ថ្លាន់ពស់តូចធ្វើជាទំនប់ទប់បឹងនេះឯងបើដូចជានេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេទៅឈ្មោះទៅអស់យើងនឹងតគុណបងសុភាទន្សាយឯងយើងមិនភ័យលេចគុណដល់រៀបអស់ជីវិតឯទន្សាយឬត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហៀមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រមខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកនឹងមកកាច់ជើងត្រំប្រមុំជើងអកកាច់ក្បាលចកដកភ្លុកដំរីអស់សត្វឮថាសម្បុត្រព្រះឥន្ទដូច្នោះភ័យណាស់ផ្អើលជន់លើគ្នាដំរីក្របីរមាសរមាំងស្ទុះបោទៅជន់លើពស់ថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរបីកំណាត់ធ្លីទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ជាចំណីត្រីវិញតាំងអំពីថៃយ៉ងនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់គ្នា